នោះលោកសួនហាច់នៅសំណង់12បានឧបត្ថម្ភដល់សេនប៊ុនថេនចំនួន$30ផងដែរលោកពេជ្រមុនីមេបញ្ជាការស្រុកអូយ៉ាដាវខេត្តរតនគិរីក៏បានឧបត្ថម្ភចំនួន$25ដល់កីឡាករសេនប៊ុនថេនបាទហើយជាបន្តសូមទស្សនានៅការប្រកួតគូអន្តរជាតិទី4ឈានចូលដល់ទឹកទី2រវាងកីឡាកររបស់ប្រជាជាតិកម្ពុជាបង្គោលក្រហមសេនប៊ុនថេនប្រកួតជាមួយនឹងកីឡាកររបស់ប្រជាជាតិថៃគឺឆាណាអេកធាក់ស្ដាំខ្ពស់ៗរបស់ឆាណាអេកធាក់ស្ដាំសងវិញចូលដងខ្លួនរបស់សេនប៊ុនថេនបាទតាំងពីទឹកទី1មកម្លេះកីឡាករទាំងពីរចូលចិត្តកម្ដៅបាទធាក់ចូលផ្ទៃមុខច្រើនខុសក៏ដោយត្រូវក៏ដោយប៉ុន្តែក៏ព្យាយាមធាក់រៀងខ្លួនក្លោឆ្វេងរបស់ឆាណាអេកសេនប៊ុនថេនធាក់មកជើងចូលដងខ្លួនថែមទៀតទាត់មកជើងមកកាប់ចានរបស់ឆាណាអេកឆេនសេនប៊ុនថេនបាទវាយស្ដាំសងវិញមួយប្រើជើងមួយប្រើក្តាប់ដៃបាទទប់ទល់គ្នាទៅលើទប់ទល់បាទទៅវិញទៅមកបាទឆាណាអេកនៅតែបន្តធាក់ពោះដដែលធាក់មកជើងទៀតចូលដងខ្លួនទៅលើសេនប៊ុនថេនឆ្វេងតែអត់ទាន់វាយស្ដាំទេបាទធ្លាក់សិនវិញរបស់ឆាណាអេកឲ្យថយបន្តិចសេនប៊ុនថេនដើរចូលបាទចាំមើលចំណុចខ្សោយរបស់កីឡាករឆាណាអេកសិនបាទសេនប៊ុនថេនមិនទាន់ជាសម្រុកភ្លាមទេបាទទាត់ក្រោមរបស់ឆាណាអេកសេនប៊ុនថេនដើរចូលទាត់ក្រោមសងវិញម្ដាយរបស់ឆាណាអេកធាក់ទប់សិនកុំឲ្យសេនប៊ុនថេនដើរចូលព្រោះថាមើលទៅអាកប្បកិរិយារបស់សេនប៊ុនថេននៅពេលនេះគឺមិនទៅស្រួលទេអាចនឹងដើរចូលឲ្យប្រើក្បាច់ពិសេសរបស់ខ្លួនបែកស្ដាំអត់ចំទល់ដៅបាទរបស់សេនប៊ុនថេនទាត់ស្ដាំអូយម្ដាយនេះបែកទឹកចាយរបស់ឆាណាអេកជង្គង់អត់ចំទល់ដៅពេញ 100% ទេរបស់ឆាណាអេកជង្គង់របស់ឆាណាអេកជង្គង់ឆ្វេងសងវិញរបស់សេនប៊ុនថេនបាទជាជាប់ល្អមែនតើគឺជាឱកាសឡើងជង្គង់ហើយតែអ្នកទាំងពីរគឺបាទរុញគ្នាចេញវិញគាត់តាមរបស់សេនប៊ុនថេនអ្នកអេកធាក់វិញគាត់ចូលអូយខ្ពស់មែនតើរបស់ឆាណាអេកសេនប៊ុនថេនចាប់ជើងជាប់អាយ៉ាដើរចូលទាំងញញឹមវាយស្ដាំរបស់ឆាណាអេកសេនប៊ុនថេននៅតែរក្សាបាទផ្ទៃមុខញញឹមដដែលបាទរួចរាយរាក់ទាក់បាទស្វាគមន៍ដល់ដៃគូប្រកួតរបស់ខ្លួនម៉ាត់ឆ្វេងរបស់សេនប៊ុនថេនទាត់ក្រោមបាទទាត់ខាងលើបាទសូមអធិស្ឋានគឺខ្ពស់មែនតើទៅលើមុខរបស់សេនប៊ុនថេនអាយ៉ាបាទជើងនេះទុនហើយទុនជើងក្រោមបាត់ហើយបាទនេះទាត់ទួនរបស់សេនប៊ុនថេនលោកកញ្ញាកណ្ដាលបាទសូមផ្អាកបន្តិចសិនលោកអ្នកដើររាប់ទៅលើកីឡាករឆាណាអេកដែលត្រូវសេនប៊ុនថេនមកទាត់ជើងក្រោមមើលទៅដូចទុនណាស់បាទមិញរងដល់8ឆាណាអេកលោកក្បាលអាចបន្តការប្រកួតបានប៉ុន្តែគឺចប់ទឹកភ្នំពេញបុរីវិមានភ្នំពេញលំនៅឋាននៃសុភមង្គលបាទទស្សនានៅរូបភាពយឺតសាជាថ្មីការប្រកួតទឹកទី2មិញសេនប៊ុនថេនបាទមួយជើងនេះចូលកលាក់ជើងរបស់កីឡាករឆាណាអេកហើយក៏ចាប់ផ្ដើមថយសេនប៊ុនថេនឃើញតែចំណុចខ្សោយត្រង់នេះគឺល្មមអាចផ្ដួលឲ្យឆាណាអេកចុះចាញ់ប៉ុន្តែទាត់ទៅត្រូវបានលោកអាជ្ញាកណ្ដាលរាប់ឆាណាអេកអាចទប់ទល់បានបាទរាប់18នៅងូក្បាលបន្តការប្រកួតប៉ុន្តែពេលនោះគឺចប់ទឹកទី2ល្មមបាទនេះរូបភាពរបស់កែវរំចង់កំពុងតែកម្ដៅសាច់ដុំត្រួតសិនសូមអរគុណបាកាសជំនួយស្មារតីក្នុងការបើកបរនិងការធ្វើដំណើរគ្រប់កាលៈទេសៈឲ្យកាន់តែចាក់ច្បាស់បាទគឺមួយជើងនេះបាទចូលផ្លូវខាងឆ្វេងរបស់ឆាណាអេកបាទចាប់ពីពេលនោះមកគឺឈឺបាទឈឺឲ្យសេនប៊ុនថេនបន្តបន្ថែមទៀតពីរជើងឆាណាអេកថយឲ្យសេនប៊ុនថេនដាក់មួយជើងទៀតចូលកន្លែងដដែលបាក់3ជើងទួនលុកឈិតសរឹមដែលជាអាជ្ញាកណ្ដាលសូមផ្អាករាប់ទៅលើឆាណាអេកមួយលើកសិនបាទរាប់ដល់8គឺឆាណាអេកងូក្បាលអាចបន្តការប្រកួតបានបាទនេះគឺជាកីឡាករប្រដាល់របស់ប្រជាជាតិថៃដែរបាទគឺធីរ៉ាភុងសេងដាំងកំពុងតែវឹកហាត់បាទត្រៀមប្រកួតនៅគូក្រោយដែរ បាទនេះគឺកែវរំចង់បាទពួកគេនឹងជួបប្រកួតគ្នាបាទនៅពេល
បន្តិចទៀត សូមអរគុណ EasyCom គឺជាក្រុមហ៊ុនអ៊ីនធឺណិតល្អផ្ដាច់គេនិងធំជាងគេបង្អស់នៅកម្ពុជា បាទសូមទស្សនាការប្រកួតគូអន្តរជាតិទី 4 ឈានចូលដល់ទឹកទី 3 រវាងសេនប៊ុនថេនបង្គោលក្រហមនិងចនៈអេកបង្គោលខៀវចូលកែងមួយទៅហើយបាទចនៈអេកជង្គង់សងវិញរបស់ចនៈអេកឆ្វេងស្ដាំឆ្វេងសងវិញរបស់សេនប៊ុនថេនអាយ៉ាគាត់បដូរឲ្យថែមទៀតអូយបាទលោកអាញាកដាល់ពមៀនមួយសិនទៅលើចនៈអេកដួលហាមថែមខលលក្ខខណ្ឌប៉ុន្តែក៏មិនទៅជាបាទសบายចិត្តប្រហែលដែរសម្រាប់សេនប៊ុនថេនគាត់ក្រោមរបស់សេនប៊ុនថេនខឹងហើយបាទប៉ុណ្ណឹងប៉ុន្តែចនៈអេកអត់ចូលអោបជាប់មកឲ្យសេនប៊ុនថេនទាត់ចំកន្លែងឈឺទេជង្គង់របស់ចនៈអេកជង្គង់ថែមទៀតសងបាទលោកខិតសរឹមបំបីអាយ៉ាមួយជើងនេះចូលពេញទៅមុខបានការរបស់ចនៈអេកហក់ចូលថែមទៀតជង្គង់របស់ចនៈអេកក៏ស្ដាំចូលដល់ខ្លួនបាយស្ដាំសេនប៊ុនថេនសងក្តាប់បាយស្ដាំកែងស្ដាំវិញកែងស្ដាំរបស់សេនប៊ុនថេនទាត់ស្ដាំរបស់សេនប៊ុនថេនទាត់សងវិញរបស់ចនៈអេកជង្គង់បាទគង់ទួនដែររបស់ចនៈអេកមើលទៅជើងរបស់គេដូចជាធូរស្រាលបន្តិចវិញដែរនៅក្នុងទឹកទី3ជង្គង់បាទជង្គង់ទួនរបស់ចនៈអេកសេនប៊ុនថេនក៏ពិបាកទប់ទល់ផងដែរព្រោះថាមុននេះបន្តិចគឺចូលមួយជើងមកពេញស្ទៃមុខគឺពេញតែម្ដងជង្គង់របស់សេនប៊ុនថេនជង្គង់សេនប៊ុនថេនចនៈអេកសងឆ្វេងវិញបាទហើយគ្រាគ្នាជាប់ហើយមានឱកាសឡើងជង្គង់ទៅវិញទៅមកលោកឈុតសរំដែលជាអាជ្ញាកណ្ដាលបំបែកទៅលើទៀតបាទទូនេះក៏បាទប្រកួតគ្នាបានស្វិតស្វាញដែរដោយមិនថែមធាក់ទុំមួយសិនព្រោះថាចនៈអេកដើរចូលទាត់ស្ដាំរបស់ចនៈអេកបាទជង្គង់ចនៈអេកជង្គង់ឆ្វេងសងវិញរបស់សេនប៊ុនថេនចនៈអេកសងឆ្វេងថែមវិញបាទជង្គង់គោលជើងចនៈអេកនេះក៏បកកាយជង្គង់ដែរបាទកីឡាករបដោតថៃពីររូបផ្សេងទៀតកំពុងតែទស្សនាការប្រកួតនេះបាទគ្រក់ចិត្តមែនទែនទាត់ស្ដាំអូយខ្ពស់ណាស់បាទចនៈអេកជំនាញរបស់គេហើយបាទសេនប៊ុនថេនកែងស្ដាំរបស់សេនប៊ុនថេនជង្គង់របស់ចនៈអេកជង្គង់ឆ្វេងបាទគ្រាកជាប់មើលទៅសេនប៊ុនថេនដូចជាពិបាកទប់ទល់មែនទែននៅក្នុងទឹកទី3នេះតាំងពីត្រូវមួយជើងចូលផ្ទៃមុខនៅដើមទឹកមកបាទលោកចិត្តរំធ្វើការបំបែកកៅរំចង់ក៏កំពុងតែបាទទស្សនាការប្រកួតធាំងហើយបាត់ឆ្វេងរបស់ចនៈអេកទាត់ក្រោមរបស់សេនប៊ុនថេនទាត់ក្រោមរបស់សេនប៊ុនថេនអាយ៉ាដួលមកសាទៀតបាទចប់ទឹកបងបាទឃើញថាការប្រកួតគូអន្តរជាតិទី 4 រវាងសេនប៊ុនថេននិងចនៈអេកឆ្លងផុតទៅចំនួន3ទឹករួចមកហើយបាទការប្រកួតរបស់អ្នកទាំងពីរនេះគឺស្វិតស្វាញមែនទែនជួយទស្សនានៅរូបភាពយឺតកាលពីប្រកួតនៅទឹកទី 3 កន្លងមកសិនកន្លែងនេះគឺកែងផ្ទួនរបស់សេនប៊ុនថេនបាទហើយត្រង់កន្លែងនេះគឺគ្នាជាប់ឡើងជង្គង់ទៅវិញទៅមកកន្លែងនេះគឺជង្គង់របស់ចនៈអេកកីឡាកររបស់ប្រទេសថៃបាទហើយសេនប៊ុនថេនក៏ឆ្វេងបាទចុចចំចុងនឹងហើមអូសមកក្រោមតែចនៈអេកក៏មានឱកាសសងស្ដាំមកជង្គង់វិញដែរបាទជង្គង់របស់អ្នកទាំងពីរនេះគឺឡើងខ្ពស់ដូចគ្នាបាទសេនប៊ុនថេនរកតែកន្លែងសម្លាប់ទេបាទគឺចុងនឹងហើមបាទវ៉នវីវ៉ាកីឡាកររបស់ប្រជាជាតិកម្ពុជាយើងក៏វឹកហាត់ដែរបាទនេះដៃគូរបស់វ៉នវីវ៉ាសូមអរគុណបូរីវិមានភ្នំពេញមានលក់ភូមិគ្រឹះប្រណិតវិឡាសុភរាវិឡាភ្លុះនិងផ្ទះល្វែងសម្រាប់ឱកាសពិសេសនេះបូរីវិមានភ្នំពេញដល់ជូនពិសេស3យ៉ាងបញ្ចុះតម្លៃរហូតដល់ 10%
កក់ប្រាក់មុនត្រឹមតែ